ជើងមាន់លីងមួយចាននេះតើបងប្អូនដាក់បន្ទុកឲ្យប្រហែលដែរសម្រាប់នាងខ្ញុំគឺ10 លើ 10 ហើយបងប្អូននិយាយពីថាចាប់ជាតិគ្នាស្រួយផងផ្អែមផងប្រៃផងហឹរផងថ្ងៃឡើងគឺថាបើកទូចាបើកទូដើម្បីអីដើម្បីយកបន្លែយកគ្រឿងទេសគ្រឿងផ្សំធ្វើម្ហូបជិបចប់ចាហើយនេះខ្ញុំមានជើងមាន់ចំនួនកន្លះគីឡូចាយើងយកចេញតាំងពីព្រឹកអីអញ្ចឹងហើយចំណែកជើងមាន់វិញនាងខ្ញុំកាត់វាជា2អញ្ចឹងឯងបងប្អូននិយាយថាអូយជើងមាន់នេះល្អមែនតើបងប្អូនចាផៅតលុកតែម្ដងចាយើងយកមកធ្វើមាន់លីងបបម្ទេសអីអញ្ចឹងបងប្អូនឬក៏ហៅថាមាន់លីងប្រៃផ្អែមអីអញ្ចឹងហើយខ្ញុំមកបកខ្ទឹមក្រហមទៅចាយើងបកចំនួន4-5 កំពឹសទៅហើយនឹងខ្ទឹមសបន្តិចបន្តួចទៅហើយនឹងម្ទេសចាម្ទេសគឺខ្ញុំដាក់ម្ទេសស្រស់ផងទៅចាហើយនឹងម្ទេសឆាផងចាហើយនិយាយពីថាបកបដាអីបដានឹងបងប្អូនអើយគឺឃ្លានបាយព្រោះថាម៉ោងឡើង2:11ហើយមិនទាន់បានបាយញ៉ាំទេចាហើយយើងមកបុកខ្ទឹមម្ទេសរបស់យើងថាបងប្អូនចាយើងបុកកុំឲ្យម៉ត់ពេកចានេះខ្ញុំបុកចេះឯងហើយខ្ញុំបេះលក្រូចទេបងប្អូនចាលក្រូចនេះគឺយើងបេះទៅក្នុងកដាលវាចេញទៅចាយើងថាដាក់ឲ្យច្រើនអីអញ្ចឹងបងប្អូនអាងតែយើងមានដើមក្រូចដើមអីខ្លួនឯងអញ្ចឹងគឺថាយើងដាក់ឯងមកឈ្នះដៃទៅហើយចំណែកជើងមាន់វិញគឺនេះខ្ញុំកាត់ចេះហើយខ្ញុំយកមកប្រឡាក់ម្សៅបំពងបន្តិចទៅដើម្បីយើងយកទៅបំពងវាបងប្អូនចាយើងធ្វើអញ្ចឹងទៅកុំឲ្យវាផ្ទុះខ្លាំងអីអញ្ចឹងបងប្អូនចាវាផ្ទុះដែរតែវាផ្ទុះតិចតួចអីអញ្ចឹងទៅចាហើយខ្ញុំមកហាន់ខ្ទឹមក្រហមយើងដែលយើងបកមិញហ្នឹងយើងមកហាន់វាឲ្យស្ដាងទៅសម្រាប់ដែលយើងទុកយកទៅលីងជាមួយនឹងជើងមាន់បំពងរបស់យើងដែរបងប្អូនចាហើយចំណែកជើងមាន់វិញគឺយើងអាសាប្រែវាទៅបងប្អូនចាយើងបំពងវាតតែស្រួយក្រហមកន្លះល្អចាហើយយើងមកលាយទឹកជ្រលក់របស់យើងសម្រាប់យកទៅលីងជាមួយនឹងជើងមាន់បំពងយើងអីបងប្អូនចាខ្ញុំដាក់ម្ទេសឆាបន្តិចទៅខ្ញុំដាក់ប្រេងខ្យងមកលព្រាអីអញ្ចឹងទៅហើយខ្ញុំដាក់រ៉ូឌីបន្តិចទៅខ្វះអំបានហ្នឹងគឺស្ករត្នោតបងប្អូនចាសម្រាប់មុខម្ហូបនេះគឺអ្វីដែលខ្វះអត់បានហ្នឹងគឺស្ករត្នោតនេះឯងបងប្អូនចាយើងដាក់ទៅចាប់ជាតិគ្នាបងប្អូនហើយខ្ញុំដាក់ទៅទឹកស្អ៊ីវបន្តិចដែរចាយើងច្បល់វាទុកមិនលើទៅយើងមកមើលជើងមាន់របស់ខ្ញុំគឺថាវាស្រួយល្មមក្រហមកន្លះល្អហើយបាននេះខ្ញុំស្រង់វាចេញអីចុះបងប្អូនហើយនេះគ្រឿងផ្សំរបស់ខ្ញុំដែលខ្ញុំធ្វើមាន់លីងប្រៃផ្អែមឬក៏មាន់លីងបំម្ទេសអីអញ្ចឹងបងប្អូនចានិយាយថាផ្លិតជើងមាន់របស់ខ្ញុំគឺខ្ញុំពងតតែស្រួយចេះឯងបងប្អូនហើយយើងដាក់ផ្ទះឲ្យក្តៅទៅយើងដាក់ប្រេងឆាហើយយើងដាក់ខ្ទឹមម្ទេសដែលយើងបុកមិញឲ្យមើលតែរាងឈ្ងុយទៅបាននេះខ្ញុំដាក់ខ្ទឹមក្រហមហើយនឹងលឹកក្រូចយើងលីងចូលដែរទៅចាលឹកក្រូចគឺខ្ញុំអត់បំពងជាមួយនឹងជើងមាន់ទេគឺខ្ញុំចូលចិត្តយកមកលីងចេះឯងបងប្អូនដើម្បីឲ្យវាឈ្ងុយអីអញ្ចឹងចាហើយយើងលីងត្រឡប់វាប៉ុន្តែកុំឲ្យសូវយូរពេកបងប្អូនព្រោះថាជើងមាន់វាឆ្អិនស្រាប់ហើយបន្ទាប់ពីយើងលីងមើលតែល្មមហើយនាងខ្ញុំចាក់ទឹកសូសដែលយើងលាយទុកមិញហ្នឹងចាយើងចាក់អញ្ចឹងទៅគឺថាងាយស្រួលឯងបងប្អូនចានិយាយពីថាអូយពេលដែលលីងបដើអីបដើនឹងនិយាយពីថាអូយឈ្ងុយមែនតើបងប្អូនឲ្យឈួលឡើងពេញតែផ្ទះនេះឯងប៉ុន្តែនិយាយពីថាមុខម្ហូបនេះគឺថាលឹកដៃលឹកជើងនេះឯងបងប្អូនហើយនិយាយពីថាអូយឆ្ងាញ់មែនតើចានេះគឺថាជាមួយបាយក៏ត្រូវគ្រឿងក្លែមយើងយកទៅក្លែមអីក៏ត្រូវចាយើងញ៉ាំលេងអីក៏ត្រូវដែរបងប្អូនចានិយាយថាអូយឃើញហើយនិយាយពីថាឃ្លានម្ដងទៀតបងប្អូនទៅញ៉ាំមិញសោះឡើងតែនិយាយចោះនិយាយឡើងបងប្អូនចាជើងមាន់លេងរបស់ខ្ញុំក៏ឆ្អិនរួចរាល់ដែរហើយយើងដួសដាក់ចានចេះមកចានិយាយពីថាអូយឃើញតំណងអត់បងប្អូនចាមកមុខម្ហូបមុខនេះគឺថាតាក់ទាញនាងខ្ញុំដល់ហើយបងប្អូនចាមកភ្លក់ជើងមាន់មួយនាងខ្ញុំទាំងអស់គ្នាមកបងប្អូនមកញ៉ាំជើងមាន់ឆាប្រៃផ្អែមមួយនាងខ្ញុំចានិយាយពីថាអូយតំណងណាបងប្អូនហើយតំណតែបានញ៉ាំនិយាយពីថាអូយក្តៅមែនតើណាពួកមួយនាងខ្ញុំទាំងអស់គ្នាចាប់មកជិបបងប្អូនអើយស្រួយប្រៃផ្អែមហឹរសុំបាយអូយពោះអត់តញ៉ាំបាយហេវដែររត់ដៃ3 ដៃ 2បងប្អូននៅលើសាទៀតឆ្ងាញ់ពេកអត់គ្រឿងវារត់ហ្នឹងឆ្ងាញ់ទេបងប្អូនអាចសាកធ្វើតាមខ្ញុំបានណាម្ហូបនេះវាដូចថាម្ហូបគ្រឿងខ្លែមលេខ1ហ្មង
Còn trên. Xem bông cuốn này. Bông cuốn này dạ thưa tam ở thì nhưngខ្ញុំធ្វើបានណាជំនឿនឹងឆ្ងាញ់មកអត់ឆ្ងាញ់អត់យកលុយយ៉ាងស្រួយហើយពេលយើងយកមកលីងជាមួយគ្រឿងដែលយើងលាយអញ្ចឹងចាប់ជាតិគ្នាបងប្អូនthôiអាខ្ទឹមthôiអាម្ទេសដែលយើងបុកហើយម្ទេសឆានឹងធ្វើខ្លួនឯងយើងដាក់មកហើយ វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយផងណាបងប្អូន